សួរនាងខ្ញុំវិជ្ជបណ្ឌិតរិទ្ធដារ៉ង់ឯកទេសការពិវត្តខួរក្បាលរបស់កុមារហើយថ្ងៃនេះដែរនាងខ្ញុំមានកិត្តិយសនឹងចូលរួមបកស្រាយក្នុងកម្មវិធីគន្លឹះចិញ្ចឹមកូនក្រោមប្រធានបទការអភិវឌ្ឍខួរក្បាលរបស់កុមារចាប់ពី0 ខែរហូតដល់17 ឆ្នាំថ្ងៃនេះខ្ញុំទទួលបាន5សំណួរពីពុកម៉ែបងប្អូនចូលរួមស្ដាប់ការបកស្រាយសំណួរទាំង5ទាំងអស់គ្នាតើសំណួរទី1តើការអភិវឌ្ឍផ្នែកការយល់ដឹងការតែរិះពិចារណាផ្នែកទំនាក់ទំនងសង្គមចាប់ពី0ទៅ5ឆ្នាំមានចំណុចសំខាន់អ្វីខ្លះដែលយើងគួរយល់ដឹងកុមារចាប់ពី0 ខែរហូតដល់6 ខែគឺគាត់មានការអភិវឌ្ឍគាត់ចាប់ផ្ដើមស្គាល់នៅចន្លោះពី0ទៅ6 ខែហើយម្យ៉ាងមួយទៀតគាត់ក៏ចាប់ផ្ដើមចេះមានទំនាក់ទំនងជាមួយយើងគឺគាត់អាចនឹងចេះឆ្លើយតបដោយការញញឹមឬក៏ការធ្វើកាយវិការមួយដូចជារបៀបគាត់បោះដៃបោះជើងដើម្បីជាសញ្ញាមួយបញ្ជាក់ថាគាត់កំពុងតែឆ្លើយតបជាមួយនឹងយើងឬក៏បង្ហាញពីកាយវិការចូលចិត្តអ្វីមួយឲ្យយើងដឹងផងដែរការអភិវឌ្ឍផ្នែកទំនាក់ទំនងសង្គមគឺយើងសំដៅទៅលើផ្នែកអារម្មណ៍ដែលគាត់មានជាមួយទៅនឹងសមាជិកក្រុមគ្រួសារឬជាមួយនឹងអ្នកជិតខាងជាពិសេសគឺអ្នកជុំវិញខ្លួនគាត់ចេះតាមយើងហើយគាត់តែងតែភ័យនៅពេលដែលគាត់ទៅចំណោមមនុស្សប្លែកមុខការដែលគាត់ខ្លាចនៅកន្លែងមនុស្សដែលមិនស្គាល់មុខឬក៏ទីកន្លែងថ្មីវាមិនមែនជាការចម្លែកទេគ្រាន់តែថាគាត់ប្លែកអារម្មណ៍អញ្ចឹងគឺគាត់អាចនឹងបញ្ចេញអាកប្បកិរិយាមួយថាគាត់ខ្លាចឬក៏គាត់សប្បាយរីករាយនៅជាមួយនឹងកន្លែងថ្មីដែលគាត់កំពុងតែស្ថិតនៅកុមារគាត់អាយុបាន6 ខែរហូតដល់12 ខែពេលដែលមានរបស់ជិតខ្លួនគាត់តែងតែយកចាប់យកញឹកញាត់គាត់ដើម្បីគាត់ចង់ដឹងចង់ឮពីរបស់ហ្នឹងកុមារគាត់ចេះបង្ហាញទឹកមុខក្រៀមក្រំសប្បាយរីករាយការភ្ញាក់ផ្អើលនេះគឺជារឿងល្អដែលឪពុកម្ដាយគួរតែសប្បាយចិត្តពីព្រោះកូនរបស់លោកអ្នកគឺកំពុងតែមានការអភិវឌ្ឍផ្នែកទំនាក់ទំនងសង្គមហ្នឹងល្អពេលដែលយើងហៅឈ្មោះរបស់គាត់ណាគឺគាត់ងាកមកមើលយើងភ្លាមបើសិនជាឪពុកម្ដាយឃើញថាយើងហៅឈ្មោះកូនរបស់យើងហើយកូនយើងអត់ងាកមករកយើងទេឬក៏មិនងាកទៅរកតាមសម្លេងដែលចេញពីទីកន្លែងណាមួយគឺបានថាកូនយើងអាចនឹងមានបញ្ហាក្នុងការទំនាក់ទំនងផ្នែកសង្គមអញ្ចឹងឪពុកម្ដាយគួរតែព្យាយាមហៅគាត់ឲ្យបានច្រើនដងក្នុងមួយថ្ងៃហៅរហូតតែគាត់ងាកសកម្មភាពដដែលអាចដាស់តឿនខួរក្បាលរបស់គាត់ឲ្យគាត់នឹងមានគេហៅថាការយកចិត្តទុកដាក់មកវិញនៅពេលដែលកុមារបានអាយុចាប់ពី1 ឆ្នាំរហូតដល់2 ឆ្នាំគឺវ័យហ្នឹងគឺគាត់មានការអភិវឌ្ឍផ្នែកយល់ដឹងរបស់គាត់ឆ្ងល់និងចង់ដឹងចង់ឮគាត់នឹងទៅចាប់របស់នោះយកមកអង្រួនមើលតើវាមានសម្លេងហើយសម្លេងហ្នឹងវាចេញមកពីណានេះគឺជាការងឿងឆ្ងល់របស់គាត់ឬក៏ហៅឈ្មោះរបស់គាត់នឹងបានដដែល2 ទៅ 3 ដងបើហើយយើងឲ្យគាត់និយាយឈ្មោះគាត់ឡើងវិញគឺគាត់ចាប់ផ្ដើមចេះនិយាយហើយឈ្មោះរបស់គាត់ហៅហើយនិយាយដដែលហើយក៏នៅពេលដែលយើងឲ្យគាត់លេងរបស់អ្វីមួយឬក៏គាត់ទៅលេងរបស់អ្វីមួយក៏គាត់យល់ពីរបៀបនៃការលេងដែរថារបស់ហ្នឹងគឺគាត់គួរតែលេងរបៀបម៉េចនៅពេលដែលកុមារអាយុបាន2 ទៅ 5 ឆ្នាំគឺគាត់តែងតែមានការអភិវឌ្ឍផ្នែកការតរិពិចារណាការយល់ដឹងកាន់តែខ្លាំងជាងមុនគឺនៅពេលដែលគាត់ឃើញរបស់មួយនៅនឹងកន្លែងមួយយើងទុកនៅនឹងកញ្ច្រែងមួយអញ្ចឹងឬទុកនៅក្នុងទូគឺគាត់ទៅរើរបស់នឹងមកចេញអស់ហើយដែលយើងចំណាំឃើញថាឲ្យតែមានកូនគឺផ្ទះនឹងរាយអស់ហើយរាយប៉ាយដោយសារគាត់ទៅចាក់របស់លេងក៏គាត់គឺស្ថិតនៅក្នុងវ័យការតរិពិចារណាគាត់ចង់ដឹងចង់ឮរបស់គាត់ហើយគាត់ស្គាល់របស់ទៅតាមរូបរាងទៅតាមពណ៌កាន់តែច្បាស់ជាងមុនទៅទៀតហើយគាត់អាចនឹងចូលរួមនៅសកម្មភាពមួយចំនួនផងដែរនៅពេលដែលឪពុកម្ដាយហ្នឹងធ្វើទៅគឺគាត់ចង់ដឹងគឺគាត់ចូលរួមសកម្មភាពហ្នឹងជាមួយឪពុកម្ដាយឬក៏គាត់អាចទៅសុំក្មេងដទៃទៀតហ្នឹងលេងជាមួយដែរគាត់ចេះលេងជាមួយក្មេងហ្នឹងគឺដោយសប្បាយរីករាយហើយនៅពេលដែលគាត់មិនពេញចិត្តឬក៏ខឹងក៏គាត់អាចនឹងបញ្ចេញអារម្មណ៍ខឹងរបស់គាត់ឬក៏គាត់អាចនឹងបញ្ចេញនៅអារម្មណ៍មួយដែលគាត់មិនចូលចិត្តដែរវាគឺជារឿងធម្មតាដែលក្មេងបញ្ចេញអារម្មណ៍បែបនេះចំណុចសំខាន់ដែលទូទៅដែលយើងតែងតែសង្កេតឃើញនៅវ័យ2 ទៅ 5 ឆ្នាំយើងឃើញថាគាត់នឹងគឺចេះសម្ដែងលេងគេហៅថា pretend play បើសិនបើកូនរបស់លោកអ្នកដល់វ័យ2 ទៅ 5 ឆ្នាំហើយគាត់អត់ចេះលេងសម្ដែងដូចជាធ្វើគ្រូពេទ្យដូចជាធ្វើជាអ្នកលក់អីវ៉ាន់ចាប់រួយឬក៏អត់ចេះច្រៀងរាំអត់ចេះលេងជាមួយនឹងក្មេងដទៃវាជាសញ្ញាមួយដែលពុកម្ដាយគួរតែប្រុងប្រយ័ត្នយកចិត្តទុកដាក់ចំពោះកូនហើយនឹងទៅរកស្វែងរកអ្នកជំនាញដើម្បីធ្វើការវិនិច្ឆ័យទៅលើផ្នែកទំនាក់ទំនងសង្គមរបស់កុមារសំណួរទី2តើការអភិវឌ្ឍខួរក្បាលរបស់កុមារចាប់ពី0 ខែរហូតទៅដល់17 ឆ្នាំមានដំណើរការយ៉ាងដូចម្តេចហើយមានចំណុចសំខាន់អ្វីខ្លះដែលឪពុកម្ដាយគួរតែយល់ដឹង
នៅពេលដែលកុមារកាត់មកភ្លាមកោសិកាខួរក្បាលគឺយើងឃើញថាអ្នកវិទ្យាសាស្ត្រយកទៅពិនិត្យមើលឃើញតែមានត្រង់អត់មានទាត់ដុសពន្លកដើម្បីធ្វើការផ្សារភ្ជាប់ពីកោសិកាមួយទៅកោសិកាមួយនោះទេក៏ប៉ុន្តែនៅពេលដែលគាត់បានអាយុក្រោម1ឆ្នាំយើងឃើញថាកោសិកាខួរក្បាលចាប់ផ្ដើមមានដុសពន្លកហើយធ្វើការផ្សារភ្ជាប់គ្នាបានច្រើនគួរសមនៅពេលដែលគាត់អាយុបាន2ឆ្នាំកោសិកាខួរក្បាលក៏ចាប់ផ្ដើមមានដុសពន្លកច្រើនហើយក៏បានធ្វើការផ្សារភ្ជាប់ពីកោសិកាមួយទៅកោសិកាមួយទៀតបានច្រើនផងដែរប៉ុន្តែនៅក្នុងអាយុ2ឆ្នាំកោសិកាខួរក្បាលនឹងចាប់ផ្ដើមបង្កើតកម្មវិធីមួយគេហៅថាកម្មវិធីជ្រើសរើសបើសិនជាកោសិកាណាដែលល្អខួរក្បាលនឹងចាប់កោសិកានោះទុកយកមកប្រើប្រាស់ប៉ុន្តែបើសិនជាកោសិកាណាដែលមិនបានការឬក៏មិនល្អខួរក្បាលរបស់មនុស្សយើងនឹងគឺគាត់បោះកោសិកាដែលមិនបានការនោះចោលយើងឃើញថានៅពេលដែលគាត់ចូលវ័យ5ឆ្នាំកោសិកាខួរក្បាលរបស់គាត់ឬការអភិវឌ្ឍខួរក្បាលរបស់គាត់នឹងបានល្អ 90% ហើយនឹងនៅសល់តែ 10% នៅឈានទៅដល់វ័យក្រោម20ឆ្នាំនៅក្នុងវ័យ10ទៅ19ឆ្នាំនៅជាវ័យមួយគេហៅថាវ័យយុវវ័យអញ្ចឹងខួរក្បាលរបស់កុមារនៅតែមិនទាន់លូតលាស់ពេញលេញនៅឡើយទេគាត់អាចនៅសល់10ទៅ20% ទៀតដូច្នេះនៅក្នុងកំឡុងវ័យ10ទៅ19ឆ្នាំជាវ័យមួយដែលមានការប្រែប្រួលអរម៉ូនដែរអញ្ចឹងនៅក្នុងវ័យហ្នឹងធ្វើឲ្យកុមារងាយនៅរងរបួសផ្លូវចិត្តទាំងអារម្មណ៍ប្រែប្រួលដូចជាគាត់ឆេវឆាវអញ្ញាមញើគាត់អាចមានអារម្មណ៍តែអន្តែងតែសារចង់ធ្វើអីធ្វើភ្លាមហើយជាពិសេសហ្នឹងតកតងនឹងបញ្ហាផ្លូវចិត្តបើសិនជាឪពុកម្ដាយគាត់មិនបានយកចិត្តទុកដាក់គាត់ធ្វើបង្ងើយកណ្ដោយបោះបង់គាត់ចោលគឺគាត់ងាយទៅរងនៅសម្ពាធទៅលើផ្លូវចិត្តអាចគិតខ្លីអាចសម្លាប់ខ្លួនឬក៏ឈានទៅរកជំងឺធ្ងន់ធ្ងរផងដែរតកតងជាមួយនឹងបញ្ហាផ្លូវចិត្តរបស់គាត់សំណួរទី3តើមានយុទ្ធសាស្ត្រអ្វីខ្លះដែលសំខាន់ចំពោះការចិញ្ចឹមបីបាច់ថែរក្សានិងការជំរុញការអភិវឌ្ឍខួរក្បាលរបស់កុមារឲ្យសមស្របទៅតាមអាយុចាប់ពី0ខែរហូតដល់5ឆ្នាំកត្តាសំខាន់ដែលជួយទៅដល់ការអភិវឌ្ឍខួរក្បាលរបស់កុមារគឺនៅពេលដែលកើតមកភ្លាមម្ដាយត្រូវតែបំបើកដោះកូនដោយទឹកដោះម្ដាយដើម្បីការផ្សារភ្ជាប់ទំនាក់ទំនងរវាងម្ដាយហើយនិងកូនឲ្យបានស៊ីជម្រៅទី2ត្រូវតែផ្ដល់នៅអាហារូបត្ថម្ភដែលមានអត្ថប្រយោជន៍សម្រាប់ទាំងរាងកាយទាំងខួរក្បាលរបស់គាត់មានដូចជាត្រីសាច់បន្លែជាដើមហើយបើសិនជាបងប្អូននៅតាមជនបទពិបាកក្នុងការរកពពួកត្រីសាច់បន្លែណាដែលវាថ្លៃយើងអាចរកទៅតាមអ្វីដែលបងប្អូនមានដូចជាពងមាន់ពងទាគោសម្បូរប្រូតេអ៊ីនបន្លែមានដូចជាលឹកបាសដែលយើងអាចដាំនៅតាមរបងហើយនឹងអាចមានផ្លែចេកផ្លែវាសម្បូរទៅដោយវីតាមីនជាច្រើនសំខាន់បំផុតធ្វើម៉េចកុំឲ្យកូននឹងមានរងរបួសទៅលើក្បាលមិនថារងរបួសតាមរយៈពាក្យសម្ដីកាយវិការគឺយើងត្រូវតែជៀសវាងបានគឺយើងមិនត្រូវឲ្យមានកើតហេតុការណ៍ណាមួយឡើងចំពោះកុមារនោះទេនាំកូនទៅដើរលេងចេញក្រៅតាមដែលអាចធ្វើទៅបានយប់ឡើងយើងអាចអានសៀវភៅរឿងនិទានឲ្យគាត់ស្ដាប់បានអាននិទានរឿងនិទានសៀវភៅគាត់ស្ដាប់ទៅឬក៏និយាយពីនេះពីនោះឲ្យកូនស្ដាប់ដើម្បីឲ្យខួរក្បាលរបស់គាត់នឹងមានការអភិវឌ្ឍមានការយល់ដឹងចេះតែរិះពិចារណាហើយតាក់ទងជាមួយរបស់លេងវិញគឺយើងត្រូវទិញលេងទៅតាមអាយុកាលរបស់គាត់ទៅតាមប្រភេទមុខងារនីមួយៗទៅតាមអាយុរបស់គាត់ក្នុងនាមជាឪពុកម្ដាយចំណាយពេលកាន់តែច្រើនកាន់តែល្អជាមួយនឹងកូនផ្ដល់ភាពកក់ក្ដៅផ្ដល់នៅការថ្នាក់ថ្នមហើយសំខាន់មួយទៀតកុំជេរស្ដីកូនកុំវាយកូននៅពេលដែលកូនធ្វើខុសយើងអាចនឹងប្រើពាក្យសម្ដីមួយផ្សេងឲ្យវារៀងស្រាលកុំប្រើពាក្យជេរឬក៏ធ្វើម៉េចកុំឲ្យតែមានប៉ះពាល់ទៅលើផ្លូវអារម្មណ៍របស់គាត់ក្នុងកំឡុងវ័យដែលគាត់កំពុងតែអភិវឌ្ឍខួរក្បាលរបស់គាត់ចូលទៅដល់សំណួរទី4វិញតើកត្តាអ្វីខ្លះដែលធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់កុមារហើយឪពុកម្ដាយត្រូវតែប្រុងប្រយ័ត្នកត្តាដែលធ្វើឲ្យប៉ះពាល់ទៅដល់ការអភិវឌ្ឍខួរក្បាលរបស់កុមារក្នុងកំឡុងពេលអាយុ0ទៅ5ឆ្នាំទី1យើងគិតពីកត្តានៅក្នុងពោះម្ដាយដែលគាត់ទទួលទានសុរាអញ្ចឹងនៅពេលដែលគាត់កំពុងតែពោះបើម្ដាយនឹងគាត់ទទួលទានសុរាអញ្ចឹងសុរានឹងក៏ចូលទៅបំផ្លាញកោសិកាខួរក្បាលរបស់កុមារដែរទី2ម្ដាយដែលខ្វះអាហារូបត្ថម្ភនៅពេលកំឡុងពេលពោះទី3នៅពេលដែលកូនកើតមកហើយគាត់អាសាររងរបួសនៅក្បាលអញ្ចឹងក៏ធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់គាត់ដែរទី4នៅពេលដែលគាត់កើតមកគឺយើងអត់បានយកចិត្តទុកដាក់បីបាច់ថែរក្សាផ្ដល់ភាពកក់ក្ដៅដល់គាត់ក៏វាប៉ះពាល់ទៅដល់ការអភិវឌ្ឍខួរក្បាលរបស់កុមារដែរទី5តកតងជាមួយនឹងការលេងគឺការទិញរបស់ដែលមិនបានត្រឹមត្រូវទៅតាមអាយុកាលរបស់គាត់និងមុខងារនីមួយៗទៅតាមអាយុកាលរបស់គាត់ចូលដល់សំណួរទី5វិញសំណួរទី5សួរថាតើ
អ្វីជាទំនាក់ទំនងរវាងអារម្មណ៍ហើយនឹងការប្រស្រ័យទាក់ទងរវាងខួរក្បាលរបស់កុមារការអភិវឌ្ឍខួរក្បាលរបស់កុមារចាប់ពី0ខែរហូតដល់5ឆ្នាំអញ្ចឹងមានកត្តា2ដែលត្រូវចូលរួមរវាងអារម្មណ៍ហើយនឹងខួរក្បាលកត្តាទី1គឺតាក់ទងនឹងផ្នែកខួរក្បាលនៅខាងមុខខ្ញុំច្អល់នៅផ្នែកខាងមុខនេះកត្តាទី2គឺជាកត្តាផ្នែកខួរក្បាលនៅចំហៀងអញ្ចឹងនៅកត្តាផ្នែកខាងមុខវាជាប្រព័ន្ធផ្នែកខួរក្បាលមួយវាជាអ្នកគ្រប់គ្រងទៅលើអារម្មណ៍នៅពេលដែលយើងមានហេតុការណ៍ណាមួយកើតឡើងដូចជាការភ័យខ្លាចដូចជាការមានបញ្ហាផ្លូវចិត្តដូចជាយើងមានបញ្ហាបាក់ទឹកចិត្តឬក៏បញ្ហាធុញថប់អារម្មណ៍ហ្នឹងអញ្ចឹងខួរក្បាលយើងនៅផ្នែកខាងមុខនេះវានឹងចេញមកធ្វើសកម្មភាពខួរក្បាលនៅផ្នែកចំហៀងមានតួនាទីមួយទៅចាប់ធ្វើរោគវិនិច្ឆ័យថាកុមារហ្នឹងគាត់ពិតជាមានហេតុការណ៍ណាមួយកើតឡើងប៉ះពាល់ទៅលើអារម្មណ៍របស់គាត់មែនបើសិនជាផ្នែកខាងចំហៀងហ្នឹងបានរកឃើញថាអូកុមារហ្នឹងកំពុងតែមានបញ្ហាកើតឡើងតាក់ទងអារម្មណ៍របស់គាត់ហើយអញ្ចឹងផ្នែកខាងមុខខួរក្បាលនិងផ្នែកចំហៀងខួរក្បាលគាត់នឹងចេញមកធ្វើសកម្មភាពរួមគ្នាតែម្ដងដើម្បីគ្រប់គ្រងទៅលើអារម្មណ៍ដែលកុមារកំពុងតែរងនៅសម្ពាធតាក់ទងការភ័យខ្លាចតាក់ទងជាមួយនឹងការធុញថប់ឬក៏តាក់ទងជាមួយនឹងបញ្ហាបាក់ទឹកចិត្តជាដើមសរុបសេចក្តីមកវិញនឹងជាសារចុងក្រោយក្នុងនាមខ្ញុំជាគ្រូពេទ្យជំនាញការអភិវឌ្ឍខួរក្បាលរបស់កុមារនាងខ្ញុំចង់ផ្ដែផ្ដាំទៅពុកម្ដាយគ្រប់រូបនៅពេលដែលកូនកើតចាប់ពី0ខែដល់5ឆ្នាំគឺជាវ័យមួយកំពុងតែអភិវឌ្ឍខួរក្បាលរបស់កុមារហើយក៏ជាវ័យមួយត្រូវការអ្នកថែទាំជាចាំបាច់ដូច្នេះហើយកុមារគ្រប់រូបពេលដែលគាត់កើតមកគាត់តែងតែមានជំនាញលក្ខណៈជំនាញពិសេសរៀងៗខ្លួននិងចំណង់ចំណូលចិត្តរៀងៗខ្លួនមិនថាកុមារស្ថិតនៅក្នុងស្ថានភាពបែបណានោះទេដូច្នេះក្នុងនាមខ្ញុំជាគ្រូពេទ្យជំនាញអភិវឌ្ឍខួរក្បាលរបស់កុមារចង់ជំរុញឲ្យឪពុកម្ដាយគ្រប់រូបចេះលើកទឹកចិត្តកូនជំរុញកូនឲ្យគាត់ធ្វើអ្វីដែលគាត់ស្រឡាញ់ធ្វើអ្វីដែលគាត់មានជំនាញរបស់គាត់ពីកំណើតនិងចាប់ផ្ដើមចិញ្ចឹមកូនបែបវិជ្ជមានទាំងអស់គ្នា